សូមគ្រប់ប្រិយមិត្តទូទៅជនលោកអ្នកកំពុងតាមដានទស្សនាកម្មវិធីហមមានព័ត៌មានម៉ោងទី1នៅវេលានេះយើងខ្ញុំសូមអនុញ្ញាតជម្រាបជូនព័ត៌មានសំខាន់បន្តសម្រាប់វេលាថ្ងៃអង្គារទី24ខែមីនាគ្រិស្តសករាជ2015នៅខែខ្មែរវិញគឺថ្ងៃ5កើតខែចែកឆ្នាំឧមីឆស័កពុទ្ធសករាជ2558មុននឹងចូលរឿងរ៉ាវលំអិតពាក់ព័ន្ធទៅនឹងការវិវត្តនៅក្នុងព្រឹត្តិការណ៍នៅក្នុងសង្គមនោះសូមប្រកបវរៈចូលលោកស្កាជម្រាបជូនមេតិការជាមុនសិនបានអរគុណច្រើនលោកបត្រាទូរទស្សនិកជនជាទីគោរពរាប់អានមេតិការព័ត៌មាននៅព្រឹកនេះរួមមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានដាក់គេហៅថាផែនការឲ្យសាលារាជធានីភ្នំពេញដោះស្រាយអំពីរឿងទឹកគួចនៅតំបន់ទន្លេចតុមុខបាទហើយរឿងពាក់ព័ន្ធទៅនឹងសន្តិសុខនៅក្នុងសង្គមគឺមានដូចជាដីព្រៃរដ្ឋដែលជាប់មាត់អូរិស័យស្រុកបរិបូរត្រូវជន់ខលខូចគឺថាឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិបាទរឿងមួយទៀតដែរគឺពាក់ព័ន្ធទៅនឹងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានបង្ក្រាបរថយន្តកែច្នៃចំនួន2គ្រឿងដែលផ្ទុកឈើជាង40កំណាត់នៅខេត្តមណ្ឌលគិរីដើម្បីចំណេញពេលសូមអនុញ្ញាតជូនទៅលោកបត្រាលំអិតពីរឿងដីព្រៃរដ្ឋជាប់មាត់អូរិស័យស្រុកបរិបូរត្រូវជន់ខលខូចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិបាទសូមអញ្ជើញសូមអរគុណលោកសខៈទូរទស្សនិកជនដីព្រៃរបស់រដ្ឋស្ថិតនៅក្នុងខាងកើតបណ្ដោយផ្លូវជាតិប្រមាណជាង2ហិកតាបាទនៅជាប់ស្ពានស្ថិតនៅក្នុងភូមិផ្សារឃុំផ្សារស្រុកបរិបូរត្រូវជាបរដ្ឋមកគ្រួសារយកគ្រឿងចាក់មកឈូសឆាយព្រៃទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយបានអះអាងថាខ្លួននឹងគឺបានកាន់កាប់តាំងពីឆ្នាំ79មកប៉ុន្តែអាជ្ញាធរមូលដ្ឋានបាននិយាយថាចេះដីព្រៃជាប់សងខាងមាត់អូ15ម៉ែត្រត្រូវបានហាមឃាត់មិនឲ្យឈូសឆាយឡើយពីព្រោះថាគឺជាទ្រព្យសម្បត្តិរបស់រដ្ឋតែមួយប៉ុណ្ណោះលោកជាកំលែងអាយុ45ឆ្នាំមានទីលំនៅក្នុងផ្សារឃុំផ្សារស្រុកបរិបូរបានអះអាងថាដីនេះគាត់បានកាន់កាប់តាំងពីឆ្នាំ1979មកម្លេះដោយបានធ្វើឡធ្យូងនៅក្នុងដីនេះផងប៉ុន្តែដីរបស់គាត់គ្មានប្លង់កាន់កាប់អ្វីទាំងអស់ដោយគ្រាន់តែមានការដឹងឮពីមេភូមិចាស់តែប៉ុណ្ណោះបាទហើយគាត់បានជួលគ្រឿងចាក់មកឈូសឆាយនេះមិនបានប្រាប់អាជ្ញាធរមូលដ្ឋានទេដោយសំអាងថាជាដីរបស់ខ្លួនហើយតែក្រោយពីការឈូសឆាយរួចមកទើបមានអាជ្ញាធរឃុំស្រុកមកចុះហាមឃាត់លោកប៊ិនសុផានមេឃុំផ្សារបានដឹងថាលោកមិនបានដឹងថាស្ត្រីរូបនោះយកគ្រឿងចាក់មកឈូសឆាយបែបនេះទេហើយលោកក៏បានហាមឃាត់ពីព្រោះថាដីនៅជាប់មាត់អូជាដីគ្រប់គ្រងដោយរដ្ឋដូច្នេះលោកហាមឃាត់មិនឲ្យឈូសឆាយបន្តឡើយហើយឲ្យស្ត្រីរូបនោះធ្វើកិច្ចសន្យាដាំកូនឈើសងរដ្ឋវិញជាដាច់ខាតបាទហើយយ៉ាងណាក៏ដោយក៏លោកខួនសៅរុំដែលជាអភិបាលស្រុកបរិបូរបានដឹងថាលោកបានឃាត់ឲ្យគេបញ្ឈប់ជាបន្ទាន់ក្នុងការឈូសឆាយលើដីខាងលើហ្នឹងពីព្រោះថាការឆាយដីនេះគឺបានរំលោភលើដីមាត់អូរបស់រដ្ឋដោយបំពានច្បាប់ដោយខុសដោយត្រូវទុកសងការខូចខាតមាត់សងខាងការឲ្យនៅល្អប្រសើរវិញដូចមុនគឺទុកសងខាងអូមាត់អូ15ម៉ែត្រទៅវិញទៅមកហើយលើពីនេះទៀតបើគាត់ឈូសឆាយលុបអូតែម្ដងនោះករណីនេះជាការបំពានលើផ្លូវសាធារណៈដូចនេះបានបន្តដឹងថាស្ត្រីដែលជាឈ្មោះគឹមលេងរូបនោះគាត់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំរួចហើយបើគាត់នៅតែបំពេញទៀតលោកនឹងចាត់វិធានការតាមផ្លូវច្បាប់បន្តទៀតពាក់ព័ន្ធទៅនឹងការទន្ទ្រានយកដីមាត់អូធ្វើជាកម្មសិទ្ធិនេះបាទអរគុណច្រើនលោកបុត្រាជម្រាបជូនសាធារណជនថាសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចត្រូវបានបុគ្គលណាម្នាក់កាន់កាប់ធ្វើជាកម្មសិទ្ធិបានទេរាល់ការចូលកាន់កាប់ការឈូសឆាយការចាក់ដីយកមកធ្វើជាកម្មសិទ្ធិគឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ2001មាត្រា250ជាងបើខ្ញុំមិនចាំទេអាចជាប់ពន្ធនាគាររួមទាំងពិន័យជាប្រាក់ផងដូច្នេះសូមមេត្តាប្រយ័ត្នអំពីបញ្ហាទាំងអស់ហ្នឹងមុននឹងធ្វើកិច្ចការងារគឺថាស៊ើបអង្កេតមើលថាតើនោះគឺជាដីសាធារណៈរបស់រដ្ឋឬក៏ជាដីអ្វីប៉ុន្តែជាសំខាន់បំផុតហ្នឹងបើសិនជាមិនមែនទ្របយើងទេកុំទៅបំពេញអាហ្នឹងគឺថាយើងនិយាយពីរឿងធម៌វិញគឺថាមិនមែនជារបស់យើងកុំទៅចង់បានក្រែងលូវាបានចង់វិញឥឡូវនេះសូមបន្តទៀតលោកបុត្រាពីរឿងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរីលោករស់រើសំណង់របស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង50សំទោស30គ្រួសារដែលសង់លើដីរបស់ក្រុមហ៊ុនឯកជនអានឹងខ្ញុំទៅដាក់មកឃ្លាខាងដើមមិញថាបើសិនជារបស់យើងកុំបើសិនជាមិនមែនរបស់យើងកុំចង់បានបាទនៅជាប់គ្នាដូចរឿងមិញហើយឥឡូវទៅទៅមកបាទសូមជឿតែក្រុមសាទៅនឹងម្សិលមិញលោកជាសវណ្ណខេត្តដែលជាព្រះអាជ្ញារងអមសាលាដំបងខេត្តមណ្ឌលគិរីលោកបានឲ្យដឹងថាក្រមការងារខេត្តមណ្ឌលគិរីបានចុះ
មុខផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធទៅនឹងករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនមួយដែលជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរបស់វៀតណាមមានផ្ទៃដីប្រមាណជា 5,100 ហិកតាបាទហើយលោកបន្តថាដំបូងផ្ទៃដីសរុបរបស់ក្រុមហ៊ុនខាងលើមានរហូតដល់ 10,000 ហិកតាហើយក្រោយពេលសិក្សាផលប៉ះពាល់រដ្ឋាភិបាលសម្រេចវិនិយោគត្រឹមតែផ្ទៃដីជាង 5,000 ហិកតាតែប៉ុណ្ណោះដក 5,000 ជាងទុកវិញបាទលោកពូយវ៉ាន់តិតដែលជាអគ្គនាយកក្រុមហ៊ុនប៊ិញហ្វឺមួយបានឲ្យដឹងថាផ្ទៃដីរបស់ក្រុមហ៊ុនលោកត្រូវកាត់ជូនប្រជាពលរដ្ឋនៅឃុំស្រែឈូកអស់ចំនួន 375 ហិកតាដើម្បីឲ្យពួកគាត់នឹងអាចបង្កើតសហគមន៍ដែលមានប្រជាជនចំនួន 211 គ្រួសារនិងបានខ្វៀលដីក្នុងក្រុមហ៊ុនទៀតបានខ្វៀលដីទៀតចំនួន 37 ហិកតាថែមទៀតឲ្យពួកគាត់ដើម្បីអាស្រ័យផលប៉ុន្តែកន្លងមកមានប្រជាពលរដ្ឋចំនួន 37 គ្រួសារនោះមិនព្រមទទួលយកដីដែលក្រុមហ៊ុនខាងលើកាត់ឲ្យចំនួន 375 ហិកតានោះទេដោយពួកគាត់ទាំង 37 គ្រួសារបាននាំគ្នាមកសង់ខ្ទមតូចៗជាច្រើនលើដីដែលក្រុមហ៊ុនឈូសឆាយហើយរួចរាល់ចំនួន 610 ហិកតាទៀតដោយពួកគាត់ទាមទារឲ្យខាងក្រុមហ៊ុនរៀបចំឈូសឆាយដីព្រៃចំនួន 375 ហិកតាដែលគាត់ដែលកាត់ឲ្យប្រជាជនឲ្យស្អាតទើបគាត់យកហើយនាំគ្នាចេញពីបរិវេណដីក្រុមហ៊ុនប៉ុន្តែលោកបានបន្តថាផ្ទៃដីចំនួន 610 ហិកតាដែលកំពុងតែមានទំនាស់ជាមួយនឹងប្រជាពលរដ្ឋ 37 គ្រួសារនោះពីមុនមិនមែនជាចំការវិលជុំឬក៏ភូមិចាស់ដែលពួកគាត់ធ្លាប់រស់នៅនោះទេបាទដោយជាតំបន់ព្រៃស្រោងដោយដីព្រៃ 375 ហិកតានោះទេហើយក្រោយពេលក្រុមហ៊ុនឈូសឆាយស្អាតហើយទើបគាត់ចង់បានតែមកបាទហ្នឹងរឿងគាត់បានលើកឡើងអញ្ចឹងហើយខ្ទមតូចចំនួនជាង 200 ខ្ទមតូចៗនោះត្រូវបានពួកគាត់លួចធ្វើនៅពេលយប់និងប្រមូលដើមដំឡូងមកដាក់បំរុងរៀបចំដាំដុះថែមទៀតផងអញ្ចឹងទេធ្វើឲ្យគាត់ថាដីហ្នឹងគាត់ធ្លាប់នៅរស់នៅអាស្រ័យផលតាមពិតទៅគឺជាការលើកឡើងបន្តដូចលោកខាងកែនយកក្រុមហ៊ុនលោកលើកឡើងបែបហ្នឹងអញ្ចឹងហើយពាក់ព័ន្ធទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនឹងខាងក្រុមហ៊ុនខាងលើលោកអភិបាលរងស្រុកកែវសីមាលោកបានថ្លែងថាប្រជាពលរដ្ឋទាំង 37 គ្រួសារហ្នឹងមិនព្រមទទួលយកដី 375 ហិកតាដែលក្រុមហ៊ុនកាត់ឲ្យអាចជាអ្នកចំណាក់ស្រុកដែលមានមេខ្យល់ដឹកនាំធ្វើនិងមានមេខ្លោងនៅពីក្រោយអញ្ចឹងមកក៏អត់យកហ្នឹងបាទជាទូទៅដីទំនេរគឺជាដីរបស់រដ្ឋដែលរដ្ឋអាចយកទៅធ្វើការចាត់ចែងផ្សេងៗទៅតាមតម្រូវការបាទជាករណីធ្វើសម្បទានសេដ្ឋកិច្ចបានន័យថាផ្ដល់ឲ្យក្រុមហ៊ុនវិនិយោគករណីសម្បទានសង្គមគិច្ចផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលគ្មានដីលំនៅឋានគ្មានដីប្រកបមុខរបរស្រែចម្ការដាំដំណាំដុះផ្សេងៗអញ្ចឹងបាទហើយក៏ប៉ុន្តែស្មារតីរបស់ច្បាប់ភូមិបាលដែលជាច្បាប់គ្រប់គ្រងអចលនទ្រព្យនៅកម្ពុជាទាំងដីទាំងផ្ទះគឺបានបញ្ជាក់ថាចាប់ពីឆ្នាំ 2001 មកគឺមិនអនុញ្ញាតឲ្យបុគ្គលទាំងឡាយណាចូលកាន់កាប់ដីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនជាដាច់ខាតទោះបីជាការចូលកាន់កាប់នោះរូបភាពយ៉ាងម៉េចក៏ដោយវាលើកលែងតែយើងទិញពីម្ចាស់កម្មសិទ្ធិគេត្រឹមត្រូវក៏ប៉ុន្តែបើដីទំនេររបស់រដ្ឋហើយយើងទៅកាន់កាប់ពីខុសច្បាប់គឺគេមិនអនុញ្ញាតទេអញ្ចឹងតំណឹងគឺថាមានតែអាជ្ញាធរលោកពិនិត្យមើលថាតើបងប្អូនប្រជាពលរដ្ឋពិតជាគ្មានដីរស់នៅគ្មានដីប្រកបមុខរបរធ្វើចំការដែរឬក៏អត់ទេបើសិនជាអត់មានគឺថាគោលនយោបាយសម្បទានសង្គមគិច្ចនឹងដំណើរការទៅតាមលទ្ធភាពហើយចំពោះបងប្អូនប្រជាពលរដ្ឋបើសិនជាក្នុងករណីណាដែលយើងពុំមានដីកម្មសិទ្ធិដើម្បីរស់នៅដើម្បីធ្វើរបរស្រែចម្ការជាចាំបាច់នោះអាចតាក់ទងនឹងក្រុមប្រឹក្សាឃុំសង្កាត់ឬក៏មេឃុំចៅសង្កាត់ហ្នឹងដើម្បីស្នើសុំដីសម្បទានសង្គមគិច្ចក៏ប៉ុន្តែមិនមែនមានន័យថាយើងលក់មកកន្លែងទៀតហើយប្រាប់ថាយើងអត់មានដីទេស្នើសុំដីសង្គមគិច្ចមករស់នៅមកធ្វើស្រែចម្ការក៏ពិបាកដែរអាហ្នឹងវាថាវាពិបាកអញ្ចឹងមិនទុកជូនអាជ្ញាធរលោករដ្ឋស្រីបន្តទៀតចុះឥឡូវសូមបកគលភិរៈទៅលោកបុត្រាបន្តទៀតពីរឿងធរអាវិញម្ដងអីមែនធរអាទេរឿងមណ្ឌលគិរីដែលគឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើលោកបង្ក្រាបរថយន្តកែច្នៃចំនួន2គ្រឿងផ្ទុកឈើជាង40កំណាត់បាទនៅមណ្ឌលគិរីដែរបាទសូមអញ្ជើញបាទសូមជប់ត្មងទៅគឺរថយន្តកែច្នៃ2គ្រឿងនិងឈើប្រភេទសុក្រំជាង40កំណាត់បាទរបស់ឈ្មួញវៀតណាមត្រូវនគរបាលចម្រុះខេត្តមណ្ឌលគិរីនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីកាលពីថ្ងៃម្សិលមួយថ្ងៃដើម្បីចាត់ការតាមនីតិវិធីបន្តរថយន្ត2គ្រឿងដឹកឈើទាំងអស់ហ្នឹងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើរបស់ព្រៃការពារមណ្ឌលគិរីសហការនឹងកម្លាំងចារកម្មរបស់ក្រសួងមហាផ្ទៃមកក្រាបបាននៅត្រង់ចំណុចក្បែរបាទច្រករបៀងប៉ុស្តិ៍លេខ4និងប៉ុស្តិ៍លេខ5ស្ថិតនៅក្នុងទឹកដីស្រុកពេជ្រតាខេត្តមណ្ឌលគិរី
ខណៈដែលរថយន្តនេះឆ្លងដែនខុសច្បាប់ទៅប្រទេសខាងលើលោកកែវសុភ័ក្រដែលជាប្រធានព្រៃការពារមណ្ឌលគិរីបានដឹងថាចេះរថយន្តកែច្នៃទាំងពីរគ្រឿងគឺមានផ្ទុកឈើប្រភេទសុក្រំចំនួន46កំណាត់ប៉ុន្តែអ្នកដែលបើកបររថយន្តនឹងគឺបានរត់គេចខ្លួនតាមទម្លាប់ធម្មតាដែលអាចរត់គេចបានបាទហើយលោកបានដឹងទៀតថាដោយស្ថានភាពធ្វើដំណើរចេញពីព្រៃមានការលំបាកនិងពុំមានសេវាទូរស័ព្ទចល័តសម្រាប់ទំនាក់ទំនងទើបបានអូសបន្លាយពេលវេលារហូតដល់ថ្ងៃទី22កន្លងទៅក្នុងការនាំយកវត្ថុតាងមករក្សាទុកប៉ុន្តែការចាប់នឹងគឺនៅក្នុងព្រៃតាមថ្ងៃទី17ហើយអូសមកដល់ក្នុងរដ្ឋបាលព្រៃឈើថ្ងៃទី22បាទអរគុណចឹងចប់ណាហ្នឹងរឿងព្រៃឈើបត់មើលព្រៃឈើក៏យើងមានច្បាប់ស្ដីអំពីហៅថាគ្រប់គ្រងព្រៃឈើដែរឥឡូវសូមអនុញ្ញាតបន្តពីរឿងកម្មវិធីធរអាវិញម្ដងគឺថានៅខេត្តបាត់ដំបងមានរៀបចំកម្មវិធីបណ្ដុះហៅថាគុណធម៌មេត្តាបៃតាអីណាអញ្ចឹងណាសូមចេញអរគុណរឿងនេះគឺកម្មវិធីបណ្ដុះបណ្ដាលគុណធម៌សាមគ្គីធម៌តាមកលំពុទ្ធសាសនាហ្នឹងមានប្រសង់មកពីរាជធានីភ្នំពេញនិងក្រៅប្រទេសមានសង្ឃដីកាទូមានព្រាមបដៅបន្ថែមទៅដល់បុគ្គលិកលោកគ្រូអ្នកគ្រូនៅក្នុងសាលាអន្តរជាតិ USA ប្រមាណជាង100នាក់ដោយកម្មវិធីនេះរៀបចំឡើងដោយសាលាខាងលើនឹងបានបង្ហាញដោយពុទ្ធសាសនារៀបចំដើម្បីការអប់រំនៅកម្ពុជាព្រះមហាសំសរោនទីប្រឹក្សាអង្គការពុទ្ធសាសនាដើម្បីអប់រំនៅកម្ពុជាបានសង់មានធរអធិការថាដើម្បីអប់រំដល់អ្នកដទៃឲ្យទទួលបានជោគជ័យក្នុងជីវិតលុះត្រាតែលោកគ្រូអ្នកគ្រូជាគំរូល្អសម្រាប់មនុស្សជំនាន់ក្រោយត្រូវមានចំណេះដឹងខ្ពង់ខ្ពស់និងមានគុណធម៌សុជីវធម៌សីលធម៌ហើយត្រូវឲ្យតម្លៃរបស់ខ្លួននឹងទាបជាងអ្នកដទៃខ្លួនយើងកាន់តែមានសេចក្តីថ្លៃថ្នូរគេហៅថាងើយស្កអោនដាក់គ្រាប់បាទនឹងមានកិត្តិយសខ្ពស់ហើយព្រះអង្គបន្តថាកុំយកលោភៈឬក៏ការលោភលន់ទោសៈមោហៈសេចក្តីខឹងក្រោធមោហៈភាពឬក៏គេហៅថាមោហៈនេះមោហៈណាមោហៈងងខ្លាយដែល3ចំណុចនេះនឹងនាំឲ្យរោគសេចក្តីវិនាសបាទហើយព្រះអង្គបានបន្តថាលទ្ធផលនៃការបណ្ដុះបណ្ដាលតាមគុណធម៌សាមគ្គីធម៌តាមកលងពុទ្ធសាសនានេះធ្វើឲ្យអ្នកដឹងគុណចំពោះឪពុកម្ដាយអ្នកដែលមានគុណត្រូវតបស្នងសងគុណចំពោះលោកវិញហើយលោកឈៀនរតនៈដែលជានាយករងវិទ្យាល័យ USA សាខាបាត់ដំបងនោះលោកបានថ្លែងថាកម្មវិធីនេះមានការចូលរួមពីឪពុកម្ដាយរបស់ពួកគាត់ជាបុគ្គលិកលោកគ្រូអ្នកគ្រូផងដែរហើយក្នុងបរិវេណសាលាទាំងមូលក្នុងគោលបំណងទី1នោះគឺដើម្បីនាំយកគោលគេហៅថាគោលដៅឬក៏គុណធម៌ព្រះសម្មាសម្ពុទ្ធទៅគេហៅថាបប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃទី2នោះគឺបង្កើតឲ្យមានកតញ្ញូតាធម៌ក្នុងសង្គមទី3មានឧត្តមគតិចេះស្រឡាញ់ជាតិសាសនាព្រះមហាក្សត្រទី4ដើម្បីឲ្យសិក្ខាកាមទទួលបានភាពជោគជ័យនិងការសិក្សាទី5ចុងក្រោយនោះគឺដើម្បីឲ្យសិក្ខាកាមក្លាយជាពុទ្ធបរិស័ទល្អប្រសើរបាទច្រើនណាស់ដល់សល់2ទៀតតែវាច្រើនហ្នឹងហើយអត់អីរឿងផ្លូវធម៌ផ្លូវអានេះគឺជាការធ្វើឲ្យគេហៅថាសាធារណជនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទហ្នឹងគឺយល់កាន់តែច្បាស់អំពីធម៌កតញ្ញូកតវេទីបាទនឹងមានន័យថាដឹងគុណហើយធ្វើតបទៅគុណដែលអ្នកដែលគេបានធ្វើមកលើយើងទាំងមេដាបៃតាឪពុកម្ដាយរបស់យើងជាអ្នកបង្កើតគ្រូបាអាចារ្យហ្នឹងហើយនឹងអ្នកមានគុណផ្សេងទៀតដែលបានជួយទំនុកបំរុងយើងឲ្យមានជីវភាពឬក៏មានស្មារតីល្អប្រសើរហ្នឹងបាទទាំងថវិកាទាំងគំនិតយោបល់ហ្នឹងគឺសិតតែជាអ្នកមានគុណរបស់យើងណាបាទហើយបើយោងលើស្មារតីបរដ្ឋធម្មនុញ្ញគេថាឪពុកម្ដាយមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនកាតព្វកិច្ចគឺថាត្រូវតែធ្វើជាចាំបាច់ប៉ុន្តែដល់ពេលត្រឡប់មកវិញក្នុងរដ្ឋធម្មនុញ្ញអាដែលហ្នឹងថាកូនមានករណីយកិច្ចមើលថែឬក៏ចិញ្ចឹមបីបាច់ឪពុកម្ដាយករណីកិច្ចវារៀងស្រាលជាងកាតព្វកិច្ចប៉ុន្តែមកមើលក្នុងច្បាប់ព្រហ្មទណ្ឌនេះវិញបើសិនជាកូនបោះបង់ឪពុកម្ដាយនៅក្នុងពេលដែលខ្លួនមានលទ្ធភាពចិញ្ចឹមមានទោសពន្ធនាគារឪពុកម្ដាយក៏ដូចគ្នាបើសិនជាមានលទ្ធភាពគ្រប់គ្រាន់ហើយមកបោះបង់កូនចោលទៅពីអាហ្នឹងគឺថាមានទោសព្រហ្មទណ្ឌដូចគ្នាអាហ្នឹងវារុញទៅរុញមកអរគុណសូមដាក់មួយរឿងទៀតមុននឹងសម្រាប់គឺថាមន្ត្រីបរិស្ថានម្នាក់ហ្នឹងគាត់ដាក់ជ្រុលបន្តិចរួចបើករថយន្តដាបធ្លាក់ចូលផ្លូវភ្លុះបាទសូមជើញបាទផ្លូវគិរីរំអូអញ្ចឹងបាទមន្ត្រីបរិស្ថានប្រចាំការនៅឧទ្យានគិរីរំបានឲ្យបានបើករថយន្តធ្លាក់ថ្នល់ចូលបលាយស្នាមភ្លោះនៅតាមបណ្ដោយផ្លូវជាតិលេខ42ចាស់ហៅផ្លូវ44ថ្មីស្ថិតនៅភូមិហោងសំណំឃុំហោងសំណំខាងលិចអូព្រុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃម្សិលមិញថ្ងៃដែរដោយសវឹងដាបហ្មងបាទហើយមន្ត្រីបរិស្ថានរូបនឹងមានឈ្មោះថាជាច័ន្ទថនឈ្មោះព្រោះទៀតអាយុ45ឆ្នាំបងប្រុសប្រចាំការនៅតំបន់ឧទ្យានគិរីរំឧទ្យានជាតិគិរីរំហើយបើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ហ្នឹងបានដឹងថាចេះរថយន្តហ្នឹងគឺបានបើកពីទិសខាងលិចឆ្ពោះទៅទិសខាងកើតយ៉ាងលឿន
ស្រាវលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅមកហើយក៏ជន់ហ្វ្រាំងរេពេញផ្លូវថ្នល់បណ្ដាលឲ្យរថយន្តខាងលើធ្លាក់ចូលស្នាមភ្លោះរថយន្តបើកក្បាលទៅកើតបែរក្បាលទៅលិចវិញម្ដងចុះម្ដងឡើងហើយរថយន្តនឹងធ្លាក់ថ្នល់នេះមានកាមេរីឆ្លាមពណ៌ឆ្លូញដូចគ្នាដែររបស់លោកបុត្រាដែរ ហើយអត់ទេកុំចឹង ប៉ុន្តែធ្លាក់ចូលអញ្ចឹងនេះ បាទពាក់ស្លាកលេខភ្នំពេញ 2M2496 បើកបរដោយមន្ត្រីបរិស្ថានខាងលើហើយករណីគ្រោះថ្នាក់ខាងលើនេះបណ្ដាលឲ្យមនុស្សរងរបួសស្រាលចំណែកឯរថយន្តធ្លាក់ថ្នល់ខាងលើនោះត្រូវមន្ត្រីរូបនោះទូរស័ព្ទហៅមិត្តភក្តិជួយអន្តរាគមន៍យកចេញទៅបាទ ទេវាថាមិនមកទេឲ្យរថយន្តមកខ្ញុំតែមកទៅព្រោះអត់មានឡានជិះគេផងបាទមិនមកបាទអរគុណណាឥឡូវនេះសូមពេលសម្រាប់បន្តិចសិនឲ្យលោកអ្នកបន្តិចទៀតយើងខ្ញុំនឹងផ្ដល់ជូននៅព័ត៌មានថ្នាក់ជាតិសំខាន់ជូនដល់លោកអ្នកជ្រាបជាដំណឹងបាទសូមពេលសម្រាប់បន្តិចសិន